ជាធម្មតាអ្នកកាត់តវីដេអូមិនថាកម្មវិធី Premiere Pro CapCut ឬមួយក៏កម្មវិធី VN នៅលើទូរស័ព្ទអ្នកទាំងអស់គ្នាតែងតែប្រើប្រាស់ជាមួយនឹង font អក្សរខ្មែរទៅលើការសរសេរដើម្បីឲ្យវីដេអូរបស់យើងមានភាពទាក់ទាញត្រូវអត់ក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើម add អក្សរខ្មែរចូលទៅសរសេរអក្សរខ្មែរវាមាន font តិចពេកអញ្ចឹងអ្នកទាំងអស់គ្នាអត់ទាន់ចេះពីរបៀប add font ចូលទៅទេថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀប add font ជាង200 font ខ្មែរដាក់ចូលទៅក្នុងកម្មវិធីទាំង3ហ្នឹងអញ្ចឹងថ្ងៃនេះគឺល្អមែនទែនដោយសារតែវា 3 in 1 តែម្ដងមានទាំងកម្មវិធី Premiere Pro មានទាំង CapCut ហើយនឹង VN សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃជាពិសេសតែម្ដងតើកុំឲ្យខាត់ពេកយើងចូលទៅមើលពីរបៀបធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាហើយនឹងឲ្យបើសិនជាអ្នកទាំងអស់គ្នាចង់បានទូរស័ព្ទដៃ iPhone iPad ទុកយកទៅកាត់តវីដេអូអ្នកទាំងអស់គ្នាអាចទៅរកបានជាមួយនឹងហាងលក់ទូរស័ព្ទដៃ David Store នៅហាងរបស់គាត់គឺមានលក់ជាមួយទូរស័ព្ទដៃ iPhone ក្រុម model series អ្វីដែលសំខាន់តម្លៃសមរម្យគុណភាពល្អនិងមានធានាមួយឆ្នាំចេញពីខាងផ្ទាល់ផងដែរតើកុំឲ្យខាត់ពេកពីដំបូងឡើយគឺអ្នកទាំងអស់គ្នាចូលទៅ download font ខ្មែរសិនគឺអ្នកទាំងអស់គ្នាអាចចូលបានទៅក្នុងកម្មវិធី Google Chrome ឬមួយក៏ Safari អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែប្រើអាចចូលទៅ Google បានហ្នឹងចូលក្នុង Google Chrome មកហើយបន្តមកទៀតយើងចុចទៅលើកន្លែង Search ហើយអ្នកទាំងអស់គ្នាធ្វើការ Search ជាមួយនឹងពាក្យថា Download all font ខ្មែរយើងចុចមកលើពាក្យមួយហ្នឹងមកអញ្ចឹងទាំងអស់គ្នាកន្លែងនេះជាទូទៅខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាពីរបៀប download font នៅក្នុង website មួយនេះគឺវាមានតិចខ្លាំងមែនតើត្រឹមតែ20 font តែប៉ុណ្ណោះអញ្ចឹងដើម្បីបាន font ច្រើនអ្នកនរគ្នាមើលចុះមកខាងក្រោមបន្តិចគឺអ្នកនរគ្នាអាចមើលត្រង់ website មួយនេះបើសិនជាយើងជាអ្នកកាត់តវីដេអូគឺយើងតែងតែចង់បានជាមួយនឹង font អក្សរខ្មែរទៅលើការលេង style អក្សរខ្មែរមានច្រើនបែបច្រើនប្រភេទហើយអ្នកនរគ្នា scroll ចុះមកខាងក្រោមបន្តិចហើយអ្នកនរគ្នាមើលទៅលើជាមួយនឹងពាក្យមួយដែលគេដាក់ថា download all ខ្មែរ font Unicode យើងចុចមកលើពាក្យមួយហ្នឹងមកចូលដល់ចំណុចកន្លែងនេះអ្នកនរគ្នាគ្រាន់តែចុចទៅលើពាក្យថា try to download anyway បន្ទាប់ពីយើងធ្វើការចុចត្រង់ចំណុចកន្លែងនេះហើយគឺវានឹង load download ឲ្យយើងអូតូនៅខាងក្រោមនេះយើងចុចទៅលើពាក្យថា save យើងចុចទៅលើពាក្យថា file បន្ទាប់ពីវា download រួចរាល់ហើយយើងចុច open វាមកហើយយើងចុច save to download ពេលដែលយើងចាប់ផ្ដើម download រួចរាល់ហើយ file មួយហ្នឹងគឺជាលក្ខណៈ file zip ដើម្បីបន្លឺវាបានយើងគ្រាន់តែចុចទៅលើវាបន្តមកទៀតគឺវានឹងធ្វើការ export file មួយហ្នឹងคล้ายទៅជា font អក្សរខ្មែរទាំងអស់មានរហូតដល់200ជាងតើប៉ុណ្ណឹងគឺរួចជាការស្រេចហើយអ្នកនរគ្នាអាចចូលទៅក្នុងកម្មវិធីកាត់តវីដេអូរបស់អ្នកនរគ្នាមិនថាកម្មវិធី Premiere Pro CapCut ឬមួយក៏ VN ឥឡូវខ្ញុំសូមធ្វើការប្រើប្រាស់ជាមួយនឹងកម្មវិធី Premiere Pro មុនបន្ទាប់មកទៀតទាំងអស់គ្នាចុចទៅលើ project មួយណាដែលអ្នកនរគ្នាចង់ធ្វើវាឥឡូវនេះហើយបន្ទាប់មកអ្នកនរគ្នាធ្វើការសរសេរជាអក្សរពេលដែលយើងសរសេរជាអក្សរហើយនេះគឺជា font scene របស់ Adobe Premium អញ្ចឹងគឺវាអត់ស្អាតទេអ្នកនរគ្នាដើម្បីធ្វើការផ្លាស់ប្ដូរបានក៏ដូចជា add font របស់យើងចូលបន្ថែមបានអ្នកនរគ្នាមើលត្រង់ចំណុចខាងក្រោមនេះមកដែលគេដាក់ថា style យើងចុចត្រង់កន្លែងនេះហើយអ្នកនរគ្នាចុចទៅលើពាក្យថា font ហើយសញ្ញាបូកនេះគឺអ្នកនរគ្នាប្រកាសជាបានឃើញយើងគ្រាន់តែចុចមកលើនឹងមកពេលដែលចុចមកគឺវាចេញទម្រង់បែបនេះអ្នកនរគ្នាអញ្ចឹងយើងចូលទៅរកជាមួយនឹង file ដែលយើងបាន download មិញយើងចុចកន្លែងជ្រោមហើយយើងចុចមើលត្រង់កន្លែងហ្នឹងមកអញ្ចឹងទាំងអស់នេះគឺជា font អក្សរខ្មែរដែលយើងបានធ្វើការ extract វាមកមិញ download មកមិញហ្នឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាធ្វើការ select មួយមកដោយសារតែកម្មវិធី Adobe Premium គឺយើងអាច select បានម្ដងទាំងអស់ដោយកម្មវិធីផ្សេងទេអញ្ចឹងយើងយកមួយនេះអូខេពេលដែលយើងចុចហើយគឺវាធ្វើការផ្លាស់ប្ដូរអក្សរហ្នឹងឲ្យយើងតែម្ដងមើលទៅស្អាតមែនតើហើយមានច្រើនទៀតបើសិនជាអ្នកនរគ្នាចង់បាន font នឹងបន្ថែមយើងចុចលេខបូកថែមទៀតមកយើងទៅយកថែមទៀតអញ្ចឹង font របស់យើងគឺមានរហូតដល់200ជាងហើយបើសិនជាអ្នកនរគ្នាចង់បាន font ទាំងអស់ហ្នឹងយកទៅប្រើនៅក្នុងកម្មវិធី Adobe Premium គឺអ្នកនរគ្នាធ្វើអញ្ចឹងរហូតទៅដើម្បីបានវាមកប្រើណាដោយសារតែវាអត់អាច select បានម្ដងទាំងអស់បានទេឥឡូវយើងចូលទៅដល់កម្មវិធីមួយទៀតជាមួយនឹងកម្មវិធី VN វិញម្ដងហើយបន្តមកទៀតគឺដូចគ្នាអ្នកនរគ្នា select ទៅលើ project ណាមួយដែលយើងចង់ធ្វើការកាត់ឥឡូវនេះណាអូខេឥឡូវខ្ញុំសូម select ទៅលើ project របស់ខ្ញុំហើយបន្តមកគឺយើងធ្វើការសរសេរជាអក្សរអូខេអញ្ចឹងទៅលើ font នៅក្នុងកម្មវិធី VN ក៏ដូចគ្នាទៅនឹងកម្មវិធី Premiere Pro ដែរអ្នកនរគ្នាដោយពេលដែលយើងចាប់ផ្ដើមសរសេរមកគឺវាអត់មានទម្រង់អីជាលក្ខណៈ font បែប style អីស្អាតទេអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរវាបានគឺអ្នកនរគ្នាចុចមកលើនឹងមកហើយយើងមើលត្រង់កន្លែងខាងក្រោមទៅលើពាក្យថា font យើងចុចមកលើពាក្យមួយនឹងមកហើយចូលមកដល់ចំណុចត្រង់កន្លែងនេះគឺអ្នកនរគ្នាមិនចាំបាច់ scroll ចុះមកក្រោមឬមួយក៏រកអីដែរអ្នកនរគ្នាមើលកន្លែងនេះ add font យើងចុចមកលើនឹងមកហើយយើងចុចកន្លែង fileហើយយើងចូលទៅក្នុង Google Chrome ដដែលហើយនេះគឺជា file ដែលយើងបាន download អញ្ចឹងទាំងអស់នេះគឺជា font ដែលយើងត្រូវដំឡើងឥឡូវនេះដោយកម្មវិធី VN គឺវាងាយស្រួល
យើងអាច select បានម្ដងទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំអត់សុំ select all ទេខ្ញុំសុំ select តែ2 3សិនបានហើយដោយសារខ្លាច view អញ្ចឹងបើសិនជាអ្នកនរគ្នាចង់តម្លើង font នឹងទាំងអស់គឺអ្នកនរគ្នាអាចធ្វើការតម្លើងដោយគ្រាន់តែចុច select all ហ្នឹងទៅឥឡូវខ្ញុំសុំធ្វើការតម្លើងប៉ុណ្ណឹងហើយយើងចុច open វាអូខេអញ្ចឹងនេះគឺជា font ដែលយើងបានធ្វើការ install ចូលទៅក្នុងកម្មវិធី VN យើងចុចមកលើវាដើម្បីធ្វើការកែសម្រួលមួយមើលនេះស្អាតមែនតើអ្នកនរគ្នាទៅលើកម្មវិធី VN វាងាយស្រួលជាងកម្មវិធី Adobe Premiere Pro ដោយ Premiere Pro គឺយើង select ម្ដងមួយហើយសម្រាប់ VN នេះគឺយើងអាច select បានម្ដងទាំងអស់ឥឡូវយើងចូលទៅក្នុងកម្មវិធី CapCut វិញម្ដងកម្មវិធី CapCut ខ្ញុំជឿថាមានបងប្អូនយើងកំពុងតែប្រើប្រាស់វាគឺច្រើនខ្លាំងមែនតើអញ្ចឹងយើងចូលមកយើងចូលទៅក្នុង project របស់យើងដដែលហើយបន្តមកទៀតគឺអ្នកនរគ្នាធ្វើការសរសេរជាអក្សរយើងចុច Add Text ហើយយើងចុចទៅលើ Add Text នៅខាងក្រោមនេះយើងសរសេរមកអញ្ចឹងដោយដែលអ្នកនរគ្នាបានឃើញទៅលើកម្មវិធី CapCut បើសិនជាយើងអត់បាន add font អក្សរខ្មែរចូលពេលដែលយើងចាប់ផ្ដើមវាយមកយើងលេង font លេងអីហ្នឹងគឺវាអត់ស្គាល់ជើងអក្សរជាភាសាខ្មែរយើងទេអ្នកនរគ្នាឃើញវាកបត់អត់អញ្ចឹងដើម្បីធ្វើការ add font អក្សរខ្មែរបានយើងចុចមកលើកន្លែងអក្សរហ្នឹងមកហើយបន្តមកទៀតគឺយើង double click លើវាឲ្យវាចេញទម្រង់បែបនេះហើយយើងមើលត្រង់កន្លែង font នេះយើងចុចមកលើ font ហ្នឹងមកហើយយើង scroll ខាងក្រោមនេះអូសវាឲ្យផុតមកគឺយើងនឹងបានឃើញជាមួយនឹងពាក្យដែលគេដាក់ថា my font យើងចុចមកលើ my font ហ្នឹងមកកន្លែងនេះគឺយើងចុច add វាហើយយើងចូលទៅរក folder របស់យើងចូលទៅកន្លែង Chrome អញ្ចឹងនេះគឺជា folder font អក្សរខ្មែររបស់យើងទាំងអស់អញ្ចឹងយើងធ្វើការ select all វាមកបើសិនជាយើងចង់តម្លើងវាទាំងអស់ដោយកម្មវិធី VN ដែរហើយយើងចុចបើកវាមកដោយកម្មវិធី CapCut វាឲ្យយើង select all ក៏ប៉ុន្តែដល់ពេលដែលយើងតម្លើងគឺវាតម្លើងបានម្ដង10អ្នកទាំងអស់គ្នាអញ្ចឹងយើងតម្លើងវាឲ្យគ្រប់ទាំងអស់ទៅបើសិនជាយើងចង់ប្រើវារហូតដល់200ជាងហ្នឹងណាអូខេហើយ font នេះស្អាតមែនតើអ្នកទាំងអស់គ្នាមើលជាក់ស្ដែងបានលយមែនតើហើយទៅលើការប្រើប្រាស់សម្រាប់អ្នកកាត់តកម្មវិធី CapCut ឬក៏ VN Premiere Pro អីហ្នឹងគឺខ្ញុំអត់បានបង្ហាញនៅក្នុងវីដេអូមួយនេះទេវីដេអូមួយនេះគឺចង់ផ្ដោតសំខាន់ទៅលើការដាក់ font អក្សរខ្មែរដើម្បីឲ្យយើងអាចលេង style អក្សរខ្មែរបានយកទៅប្រើប្រាស់បានយ៉ាងងាយស្រួលអីចឹងអ្នកទាំងអស់គ្នាអញ្ចឹងទៅលើការចែករំលែករបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបើសិនជាចូលចិត្តកុំភ្លេចចុច like និង share ហើយបើសិនជាចង់បានជាមួយនឹងវីដេអូថ្មីកុំភ្លេច follow account Facebook page របស់ខ្ញុំមួយផងអរគុណច្រើនជួបគ្នាជាមួយនឹងវីដេអូក្រោយទៀត